ទី2ជោគជ័យនៃអាថ៌កំបាំងមានគម្រោងច្បាស់លាស់ដើម្បីកំណត់គោលដៅមនុស្សដែលមានគោលដៅច្បាស់លាស់ទោះបីជាគេស្ថិតនៅលើផ្លូវរលីងក្រឡុកយ៉ាងណាក៏ដោយក៏នៅតែអាចដើរទៅមុខរួចព្រោះគេដឹងគោលដៅដែលគេត្រូវទៅមនុស្សដែលគ្មានគោលដៅទោះបីជាគេស្ថិតនៅលើផ្លូវដែលរលុងយ៉ាងណាក៏ដោយក៏គេនៅតែមិនអាចទៅមុខរួចព្រោះគេមិនដឹងគោលដៅដែលត្រូវទៅលុះត្រាតែអ្នកព្យាយាមកែច្នៃជីវិតរបស់អ្នកបើមិនដូច្នេះទេកលៈទេសៈនឹងកែជីវិតរបស់អ្នកជាមិនខានអ្នកត្រូវតែធ្វើការលះបង់និងពុះពៀដើម្បីសម្រេចគោលដៅដែលអ្នកបងប្រាថ្នាហើយជ្រើសរើសគោលដៅដែលល្អបំផុតពេលនេះចូលអ្នកយកក្តីស្រមៃរបស់អ្នកចេញគិតវាឲ្យបានច្បាស់លាស់ជាពិសេសសរសេរវានៅក្នុងគោលដៅបំណងរបស់អ្នកមិនអាចចាប់ផ្ដើមផែនការអ្វីមួយដោយពុំមានគោលដៅនោះបានទេរបបគំហើញដ៏អស្ចារ្យជាច្រើននៅក្នុងប្រវត្តិសាស្ត្រមនុស្សគឺអ្នកនឹងខ្លាចទៅជាអ្វីមួយដែលអ្នកគិតអំពីវាគ្រប់ពេលកត្តា2ដែលកាន់តែប្រសើរនោះគឺថាកំណត់នៅអ្វីដែលអ្នកកាត់ឡើងចំពោះអ្នកនៅក្នុងជីវិតគឺត្រូវកំណត់នៅអ្វីដែលអ្នកគិតបងនិងវិធីសាស្ត្រដែលអ្នកគិតបងគ្រប់ពេលមនុស្សដែលទទួលបាននូវជោគជ័យតែងតែគិតអំពីគោលដៅរបស់ពួកគេគ្រប់ពេលដូចនេះលទ្ធផលញ៉ាំងឲ្យពួកគេផ្លាស់ប្ដូរទៅកាន់គោលដៅរបស់ពួកគេជាបន្តបន្ទាប់ហើយគោលដៅរបស់ពួកគេក៏បំលាស់ទីឆ្ពោះមករកគេអ្វីក៏ដោយដែលអ្នកគិតគ្រប់ពេលគឺការរីកចម្រើននិងវិវត្តនៅក្នុងខ្លួនជីវិតរបស់អ្នកប្រសិនអ្នកតែងតែគិតអំពីនិយាយអំពីនិងនឹកឃើញដល់គោលដៅរបស់អ្នកកាន់តែមានទំនោរទៅរកជោគជ័យជាមនុស្សធម្មតាដែលមិនបានខ្វល់តែមនុស្សទូទៅតែងតែគិតនិយាយអំពីទុក្ខកង្វល់របស់ពួកគេនិងបញ្ហាគ្រប់ពេលនេះគឺជារូបមន្តសាមញ្ញទាំង7ចំណុចដើម្បីកំណត់គោលដៅដែលអ្នកអាចប្រើប្រាស់ដើម្បីក្លាយខ្លួនទៅជាមហាសេដ្ឋីទី1សម្រាប់ចិត្តឲ្យច្បាស់លាស់នៅអ្វីដែលអ្នកចង់បាននៅក្នុងជីវិតរបស់អ្នកជាពិសេសនៅក្នុងជីវិតហិរញ្ញវត្ថុរបស់អ្នកទី2សរសេរគោលដៅរបស់អ្នកឲ្យបានច្បាស់លាស់នៅលើក្រដាសពេលដែលអ្នកសរសេរអំពីគោលបំណងរបស់អ្នកពេលនោះវានឹងមានការកាត់ឡើងខុសប្លែកពីគ្នារវាងខួរក្បាលរបស់អ្នកនិងដៃរបស់អ្នកទី3កំណត់ពេលវេលាជាក់លាក់សម្រាប់គោលដៅប្រសិនបើគោលដៅនោះធំត្រូវចែកជាផ្នែកតូចៗដោយកំណត់ពេលវេលាផងដែរចូលរកចំណុចសំខាន់ដើម្បីឲ្យអ្នកទទួលបានជោគជ័យទី4ចូលធ្វើបញ្ជីសម្រាប់កត់ត្រានៅអ្វីដែលអ្នកនឹកឃើញពេលនោះអ្នកនឹងអាចសម្រេចគោលដៅនីមួយៗបានដោយដែលអ្នកគិតឃើញចំណុចថ្មីហើយកត់ត្រាបន្ថែមចូលទៅក្នុងបញ្ជីរបស់អ្នកតតែអ្នកគិតវាគ្រប់គ្រាន់ហើយទី5រៀបចំបញ្ជីរបស់អ្នកជាគម្រោងនៃសកម្មភាពហើយកំណត់នៅអ្វីដែលអ្នកនឹងធ្វើដំបូងនិងអ្វីដែលអ្នកនឹងធ្វើបន្ទាប់ទៀតការសម្រេចចិត្តធ្វើនៅអ្វីដែលអ្នកសារៈសំខាន់ធំជាងនិងអ្វីដែលមានសារៈសំខាន់តិចជាងទី6ចាត់វិធានការធ្វើទៅតាមផែនការរបស់អ្នកជាបន្តហើយគិតថាតើគោលដៅប្រមាណដែលល្អប្រសើរនឹងថាតើផែនការណាខ្លះដែលមិនពិតដោយសារតែការពន្យាពេល7ចំណុចសំខាន់បំផុតនោះដោយគ្រាន់តែធ្វើរឿងអ្វីមួយជារាល់ថ្ងៃដែលអាចផ្លាស់ប្ដូរអ្នកយ៉ាងហោចណាស់ក៏គោលដៅបានទៅមុខមួយជំហានដែលខិតខំទៅកាន់តែគោលដៅធំអ្នកត្រូវប្រាជ្ញាចិត្តធ្វើវាជារៀងរាល់ថ្ងៃនឹងញ៉ាំងឲ្យអ្នកទទួលបានជោគជ័យដ៏ធំអស្ចារ្យក្នុងផ្នែកណាមួយដែលអ្នកសម្រេចធ្វើឲ្យបានជោគជ័យនេះគឺជាលំហាត់អនុវត្តសម្រាប់អ្នកហើយចូលអ្នកទាញក្រដាសមកសរសេរថាគោលដៅដាក់ចុងទំព័រដោយមានការប្រឆាំងថ្ងៃនោះបន្តមកធ្វើបញ្ជីមួយដែលមាន10គោលដៅដែលអ្នកចង់សម្រេចនៅខែ12ក្រោយអ្នកសរសេរគោលដៅរបស់អ្នកនៅក្នុងពេលបច្ចុប្បន្នដោយការគិតរយៈពេល1ឆ្នាំកន្លងផុតទៅនិងអ្នកបានសម្រេចរួចហើយចាប់ផ្ដើមគោលដៅនីមួយៗដោយពាក្យថាខ្ញុំដើម្បីបញ្ជាក់ច្បាស់លាស់ថាគោលដៅរបស់អ្នកហើយគ្រាន់តែបង្កើតបញ្ជីមួយដែលមាន10គោលដៅសម្រាប់អ្នកដែលចូលទៅក្នុងក្រុមពិសេសមួយដែលមានត្រឹមតែ 3% នៃមនុស្សពេញវ័យ
នៅក្នុងសង្គមរបស់អ្នករឿងពិតដែលគួរឲ្យសោកស្ដាយគឺមនុស្សពេញវ័យ 99% មិនបានធ្វើបញ្ជីកត់ត្រាគោលដៅនៅក្នុងជីវិតរបស់គេទាំងមូលនៅពេលអ្នកមានបញ្ជីកត់ត្រាគោលដៅទាំង10ចូលមើលឲ្យល្អិតល្អន់ហើយសួរថាតើគោលដៅណាមួយនៅលើបញ្ជីដែលល្អជាងគេសម្រាប់ជីវិតរបស់ខ្ញុំប្រសិនបើខ្ញុំអាចធ្វើវាបានសម្រេចចម្លើយបែបណាក៏ដោយចំពោះសំណួរនេះគូរង្វង់លើគោលដៅនោះហើយយកធ្វើជាគោលដៅចម្បងនិងសំខាន់បំផុតសម្រាប់អនាគតកំណត់នៅពេលវេលាធ្វើគម្រោងដើម្បីបញ្ចាត់វិធានការទៅលើផែនការរបស់អ្នកហើយធ្វើអ្វីមួយជារៀងរាល់ថ្ងៃដែលផ្លាស់ប្ដូរអ្នកទៅកាន់គោលដៅចាប់ពីពេលនេះតទៅត្រូវគិតនិយាយអំពីគោលដៅគ្រប់ពេលអ្នកគិតនឹងនិយាយអំពីមធ្យោបាយដែលអ្នកអាចសម្រេចគោលដៅនោះអ្នកគិតនឹងនិយាយអំពីមធ្យោបាយដែលជាជំហានពិបាកទាំងអស់ហើយអ្នកអាចយកទៅអនុវត្តលើគោលដៅនោះដោយពិតប្រាកដនេះគ្រាន់តែជាលំហាត់ដើម្បីដាស់តឿនគំនិតរបស់អ្នកហើយលើកចិត្តវាឲ្យអ្នកស្វាហាប់ឡើងនិងបើកចំហឲ្យធំនៅសក្តានុពលរបស់អ្នកឲ្យខ្លាំងថែមទៀតផងលំហាត់អនុវត្តយើងត្រូវគិតលើក្រដាស់ជាមុនសិនហើយអង្គុយចាប់ផ្ដើមសរសេរគោលបំណងរបស់អ្នកចេញមកហើយរៀបចំគម្រោងដើម្បីសម្រេចវាវិធីនេះនឹងអាចឲ្យអ្នកខ្លាចទៅជាមហាស្ថិរដោយខ្លួនឯង